សម្រាប់អ្នកដែលចូលចិត្តញ៉ាំជាប្រភេទគ្រឿងបំពងគឺអាចមកញ៉ាំនៅទីតាំងមួយកន្លែងនេះបានគឺថានៅកន្លែងគាត់ធ្វើឆ្ងាញ់មែនតើគាត់មានជាប្រភេទផ្សិតកង្កែបក៏ដូចជាស្លាបមាន់បំពងណាហើយគាត់មានតិចនិចនៅក្នុងការធ្វើព្រោះដោយសារតែគាត់លក់មកយូរឆ្នាំហើយពុកម៉ែបងប្អូននិយាយទៅគឺថាគាត់បំពងមកឡើងស្រួយតែម្ដងបូករួមជាមួយនឹងទឹកជ្រលក់របស់គាត់នេះគឺថាពិសេសមែនតើឆ្ងាញ់ញាក់តែម្ដងអញ្ចឹងពុកម៉ែបងប្អូនអ្នកខ្លះដែលជាមួយនៅទីតាំងមួយកន្លែងនេះជួយ comment នៅខាងក្រោមវីដេអូផងព្រោះដោយសារតែនៅកន្លែងគាត់គឺថាលក់មកយូរឆ្នាំមែនតើបើតាមសាកសួរទៅគឺតាំងពីឆ្នាំ1994ណាពុកម៉ែបងប្អូនគឺលក់តពីចំនួននេះហើយនៅកន្លែងគាត់គឺថាតំណងគាត់មានជាប្រភេទកង្កែបបំពងស្លាបមាន់ក៏ដូចជាផ្សិតបំពងហើយមានប្រហិតបំពងទៀតសំខាន់គឺថាគាត់បំពងឡើងស្រួយល្អតែម្ដងនិយាយទៅគឺសុទ្ធសឹងតែតិចនិចពិសេសណាព្រោះដោយសារតើតែយើងចេះលាយម្សៅបានចេញមកបំពងស្រួយល្អបែបហ្នឹងពុកម៉ែបងប្អូនហើយតែតងជាមួយនឹងតម្លៃវិញនៅកន្លែងគាត់គឺមួយចាន 10000 មួយចាន 10000អញ្ចឹងពុកម៉ែបងប្អូនចង់កំងជាប្រភេទកង្កែបឬមួយក៏ស្លាបមាន់ផ្សិតអីក៏បានដែរហើយរសជាតិរបស់គាត់គឺថាឆ្ងាញ់មែនតើមិនចាំបាច់ជ្រលក់ជាមួយនឹងទឹកជ្រលក់របស់គាត់ខាងក្រៅក៏ឆ្ងាញ់ដែរព្រោះដោយសារតែមានជាតិនៅខាងក្នុងនឹងស្រាប់ហើយបើថាផ្សិតរបស់គាត់នេះវិញគឺញ៉ាំអស់មួយចានហើយចង់ថែមមួយចានទៀតព្រោះដោយសារតែរសជាតិផ្សិតរបស់គាត់គឺថាឡងស្រួយហើយឆ្ងាញ់មែនតើលក្ខណៈថាស្រួយខាងក្រៅហើយទន់ខាងក្នុងហើយកង្កែបរបស់គាត់ក៏ទំនងដែរពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំជាប្រភេទគ្រឿងបំពងបែបនេះកុំភ្លេចទៅញ៉ាំនៅក្នុងផ្សារបឹងកេងកងព្រោះដោយសារតែនៅកន្លែងគាត់គឺឆ្ងាញ់ហើយ Twister ក៏បានសាកសួរដែរតែតងជាមួយនឹងផ្សិតនេះមួយថ្ងៃគាត់លក់អស់ខ្ទង់10គីឡូពុកម៉ែបងប្អូនហើយទាំងស្លាបមាន់ទាំងអីផ្សេងហ្នឹងមួយថ្ងៃចូលជិត30គីឡូនិយាយទៅគឺគាត់លក់ដាច់ព្រោះដោយសារតែជើងចាស់ប្រចាំនៅក្នុងផ្សារបឹងកេងកងនឹងផ្ទាល់តែម្ដងណាហើយខាងនេះវិញគឺជាប្រភេទទឹកជ្រលក់ប្រចាំនៅកន្លែងគាត់តែម្ដងជាប្រភេទទឹកត្រីបុកពុកម៉ែបងប្អូនគឺហិលមកល្មមទេប៉ុន្តែនៅពេលដែលយើងជ្រលក់អញ្ចេះមកឬមួយក៏ថែមជាមួយនឹងអំបិលម្រេចបន្តិចមកគឺថាចូលជាតិគ្នាឆ្ងាញ់មែនតើសម្រាប់ Twister គឺបានទៅជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy ពុកម៉ែបងប្អូនយើងញ៉ាំជាប្រភេទអាហារបែបនេះជាពិសេសគឺថានៅពេលដែលយើងដើរផ្សាររៀងក្តៅហេវហត់អស់កម្លាំងអីហ្នឹងបានដាក់ជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy មកគឺជាតិមែនតើសំខាន់យើងញ៉ាំជាមួយនឹងរបៀបអាហារបែបនេះពុកម៉ែបងប្អូនលក្ខណៈថារៀងប្រៃរៀងហិលអញ្ចឹងមកគឺជាតិតែម្ដងហើយងាកមករសជាតិរបស់គាត់នេះវិញពុកម៉ែបងប្អូនតាក់ទងជាមួយនឹងប្រហិតបំពងគឺគាត់ជ្រើសរើសជាប្រភេទប្រហិតសេកូអាតូចអញ្ចឹងនៅពេលដែលដាក់បំពងជាមួយនឹងម្សៅអញ្ចឹងមកគឺថាចូលជាតិគ្នាឆ្ងាញ់មែនតើហើយ Twister គឺបានញ៉ាំជាមួយនឹងតែក្រូចឆ្មាទឹកឃ្មុំ Freshy ទៀតព្រោះដោយសារតែរសជាតិរបស់គេជូរអែមសំខាន់ហ្នឹងគឺសម្បូរទៅដោយវីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំនិងស្រឡះបំពង់កពុកម៉ែបងប្អូននិយាយទៅនៅពេលដែលយើងញ៉ាំអាហារបែបនេះដាក់ជាមួយនឹងតែ Freshy គឺថាឆ្ងាញ់ហ្មង